សួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះយើងមកដឹងខ្លះៗអំពីប្រទេសកម្ពុជារបស់យើងប្រទេសកម្ពុជាមានផ្ទៃដីសរុបចំនួន 181,035 គីឡូម៉ែត្រការ៉េដែលមានព្រំប្រទល់ជាប់នឹងប្រទេសចំនួន3ខាងលិចជាប់នឹងប្រទេសថៃខាងកើតជាប់នឹងប្រទេសវៀតណាមនិងខាងជើងជាប់នឹងប្រទេសឡាវប្រទេសកម្ពុជាមានខេត្តក្រុងចំនួន25ខេត្តចំនួន24និងក្រុងធំចំនួន1នោះគឺក្រុងភ្នំពេញប្រទេសកម្ពុជាមានប្រជាជនបច្ចុប្បន្នសរុបចំនួនជាង17លាននាក់ដែលក្នុងនោះស្ត្រីមានចំនួនប្រហែលជាង 51% និងបុរសមានចំនួន 49% បច្ចុប្បន្ននេះប្រជាជនជាង95ទៅ97% ប្រកាន់និងគោរពយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ